ប្រពៃណីទំនៀមទម្លាប់បុណ្យឡើងមាឃឬបុណ្យដាអ្នកតា ទំនៀមទម្លាប់ប្រពៃណីរបស់សាសនាដ៏ធំមួយហៅថាព្រហ្មញ្ញសាសនា ដែលជឿនិងគោរពលើព្រះទេវៈដ៏ធំបីគឺព្រះព្រហ្ម ព្រះវិស្ណុ ឬហៅថាព្រះនារាយណ៍ និងព្រះសិវៈ ឬហៅថាព្រះឥសូរ ដែលជាព្រះឥន្ទ្រាធិរាជ មុនសម័យកាលព្រះពុទ្ធសាសនាកើតមានឡើង ឬក្នុងសម័យកាលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងក្នុងលោក ព្រហ្មញ្ញសាសនាគឺជាសាសនាដ៏ធំកំពូលរបស់សព្វសត្វលោកទាំងឡាយ មានការគោរពលើព្រះឥសូរដែលជាស្ដេចទេវតាហៅថាព្រះឥន្ទ្រាធិរាជ ឬដែលហៅថាព្រះព្រហ្ម ដែលពួកទេវតានិងមនុស្សនិងសព្វសត្វនិករទាំងឡាយតែងគោរពបូជា ពួកមនុស្សលើភពផែនដីទាំងឡាយតែងកសាងនូវព្រះវិហារនិងប្រាសាទផ្សេងៗជាច្រើនពាសពេញផែនដីដើម្បីជាទីសក្ការៈបូជាដ៏ខ្ពង់ខ្ពស់នៅក្នុងព្រហ្មញ្ញសាសនា និងកសាងនូវនិមិត្តរូបនៃព្រះបដិមាមានព្រះព្រហ្ម ព្រះវិស្ណុដែលហៅថាព្រះនារាយណ៍ និងព្រះឥសូរដែលហៅថាព្រះសិវៈ និងលិង្គព្រះឥសូរ និងយោនីព្រះនាងឧមា ដែលជាការតំណាងឲ្យនៃការប្រោសសង្គ្រោះនិងស្រោចស្រង់សត្វលោក នៅតាមល្អាងភ្នំ រូងភ្នំ គុហាភ្នំ ព្រៃឈើ ដើមឈើ ត្រពាំង ទន្លេបឹងបួរ ស្រះទឹក កសិណទឹក តំបន់ទំនាប និងតំបន់ខ្ពង់រាប ដីទួល និងទីដីកោះ របង កំផែង វិហារ និងប្រាសាទជាច្រើន មេឃ ដី និងពពក ដែលពួកមនុស្សទាំងឡាយតែងតែយល់ឃើញថាជាដួងព្រលឹង និងជាវត្ថុស័ក្តិសិទ្ធិដែលអាចទាក់ទាញនូវព្រះអាទិទេពជាស្ដេចទេវតា និងពួកទេវតាទាំងឡាយឲ្យមកតាំងឋិតនៅ និងជួយថែរក្សា ស្រោចស្រង់ និងការពារពួកមនុស្សលោកឲ្យបានសេចក្តីសុខសេចក្តីចម្រើន ហេតុដូច្នេះហើយទើបពួកមនុស្សទាំងឡាយតែងតែធ្វើនៅពិធីដង្វាយបូជាមានគ្រឿងសក្ការៈទាំងឡាយផ្សេងៗ ដើម្បីបូជាដល់ពួកទេវតាទាំងឡាយនោះ ហើយនឹងសុំនៅពរជ័យសេចក្តីសុខសេចក្តីចម្រើនអំពីពួកទេវតាទាំងឡាយនោះឲ្យកើតមានដល់ពួកគេ ក្រោយមកព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ដឹងឡើងជាព្រះអរហន្តសម្មាសម្ពុទ្ធ ហើយបានបង្កើតនៅលទ្ធិសាសនារបស់ព្រះអង្គ និងបានដឹកនាំសព្វសត្វលោកមានមនុស្សនិងទេវតាទាំងឡាយឲ្យបានយល់ដឹងនៅក្នុងផ្លូវនៃការរួចផុតចាកទុក្ខ ក្នុងវាលវដ្តសង្សារពោលគឺបានចាក់ធ្លុះនៅអរិយសច្ចធម៌ក្នុងព្រះនិព្វានដែលមិនកើតចាស់ឈឺស្លាប់តទៅទៀត ពួកមនុស្សនិងទេវតាទាំងឡាយបានគោរពជឿតាមដើរតាមលទ្ធិព្រះពុទ្ធសាសនា ទើបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាបានផ្សារជាប់និស្ស័យចិត្តរបស់ពួកមនុស្សនិងទេវតាទាំងឡាយ ទើបសាសនាពីររួមគ្នាតែមួយ កើតបានជាសាសនាតែមួយរហូតមកដល់សព្វថ្ងៃ ទំនៀមទម្លាប់ប្រពៃណីរបស់ព្រហ្មញ្ញសាសនា និងទំនៀមទម្លាប់ប្រពៃណីរបស់ព្រះពុទ្ធសាសនាបានរួមបញ្ចូលគ្នាក្នុងព្រះពុទ្ធសាសនាតែមួយគត់ ដែលមានព្រះពុទ្ធសាសនាជាអ្នកដឹកនាំនិងជាអ្នកថែរក្សាគ្រប់គ្រងទំនៀមទម្លាប់ប្រពៃណីវប្បធម៌ទាំងអស់នោះ ហើយការបូជាដង្វាយដល់ពួកទេវតាទាំងឡាយក៏នៅតែមានរហូតមកដល់សព្វថ្ងៃ តាមបែបព្រះពុទ្ធសាសនា ព្រោះពួកមនុស្សយល់ឃើញថាមានតែពួកទេវតាទេដែលជាអ្នកមាននៅសិលវិជ្ជាពូកែស័ក្តិសិទ្ធិ និងមាននៅត្រចៀកទិព្វភ្នាក់ទិព្វ មាននៅឫទ្ធិដ៏ខ្លាំងពូកែដែលអាចជួយថែរក្សាពួកមនុស្សឲ្យរួចផុតអំពីសត្រូវដែលប៉ុនប៉ងយាយីចង្រៃចង្រក់ជំងឺឧត្បាតទាំងឡាយផ្សេងៗ